បាទជំរាបសួរលោកគ្រូអ្នកគ្រូនេះជាវីដេអូបង្ហាញពីរបៀបដំឡើងថ្នាលភាពថ្នាលបឋម PLP យើងហ្នឹងនៅលើកុំព្យូទ័រហើយនៅលើទូរស័ព្ទប្រភេទ Android ក៏ស្តៀងគ្នានឹងដែរគឺយើងត្រូវប្រើ browser Chrome កម្មវិធីរុករក Chrome ហ្នឹងយើងចូលមកក្នុងថ្នាលរបស់យើងទៅពេលដែលយើងចូលមកដល់ហើយអ្នកគ្រូមើលផ្នែកខាងលើនៃថ្នាលយើងចាំឲ្យវាវិលចប់ព្រោះពេលខ្លះវានៅវិលអត់ទាន់ចាញ់ទេបើសិនវាចប់ហើយអ្នកគ្រូឃើញផ្នែកខាងលើនេះលេងហើយពិនិត្យមើលផ្នែកខាងស្ដាំខាងលើនេះឃើញមានសញ្ញានេះកុំព្យូទ័រហើយសញ្ញានេះហ្នឹងអញ្ចឹងយើងមានពីររបៀបយើងចុចសញ្ញាហ្នឹងក៏វា install ទៅលើ desktop ដែរឬក៏មួយទៀតបើសិនបើអត់ឃើញសញ្ញាហ្នឹងទេលោកគ្រូចុចឲ្យកន្លែងចំណុច3នេះបាទចំណុច3ហ្នឹងហើយយើងសម្រាប់នេះគឺសម្រាប់តែ Chrome version ខ្ពស់ទៀតវាអាចនឹងខុសប្លែកពីគ្នាបន្តិចតួចអញ្ចឹងយើងចុចចំណុច3នេះហើយអូសមកក្រោមមកឃើញពាក្យថា cast save and share អញ្ចឹងនៅក្នុងហ្នឹងលោកគ្រូឃើញដាក់ម៉ៅនៅលើវាហើយវានឹងលោតចេញមកកណោទៀតនេះមិននៅខាងក្រោមនេះអ្នកគ្រូឃើញពាក្យ install បឋម PLP ឬក៏ create shortcut សម្រាប់ម៉ាស៊ីនខ្លះអត់មានពាក្យ install ទេversion ទៀតអាចនឹងមានពាក្យថា create shortcut ពេលខ្លះវាអត់នៅកន្លែង cache ទេវានៅកន្លែង more tool នេះអញ្ចឹងគ្រូអាចមើលយ៉ាងមកហើយដើររកពាក្យថា create shortcut ទៅ desktop shortcut ឬក៏ចុច install នេះតែម្ដងបាទអញ្ចឹងដូចគ្នាកន្លែង install ហ្នឹងហើយនឹងកន្លែងចំណុចខាងលើនេះគឺដូចគ្នាបាទអញ្ចឹងខ្ញុំនឹងចុចពី install តែម្ដងបាទអញ្ចឹងវានឹងលោតផ្ទាំង install app យើងចុចពីថា install មកបាទនេះវានឹងលោតផ្ទាំងថ្មីមួយមានតម្រងដូចគ្នាយ៉ាងដែរគ្រាន់តែខាងលើនេះវាបាត់ហើយវាមានតម្រងជា app desktop តែម្ដងហើយយើងនឹងបាន logo ផ្នែកខាងក្រោមនេះមួយយើងអាចចុចស្ដាំលើវាហើយចុច pin to taskbar នេះមកចុចស្ដាំលើវាចុច pin to taskbar អញ្ចឹងវានឹងជាប់នៅលើនឹងរហូតជាមួយខ្ញុំខ្វែងបិទវាបាទនេះអញ្ចឹងយើងឃើញមានlogo ថ្នាលបឋម PLP យើងមួយនៅលើ desktop ហើយនៅមួយទៀតខ្ញុំបាន pin ជាប់នៅលើ taskbar របស់យើងតែម្ដងបាទអញ្ចឹងលោកគ្រូអាចសាកល្បងបានបាទអរគុណ